សួស្តីបងប្អូនថ្ងៃនេះគឺខ្ញុំមកនិយាយអំពីមាសយ៉ាងនៅក្នុងឆ្នាំ2026ចឹងកន្លងមកគឺយើងបានធ្វើវីដេអូរួចរាល់ហើយពាក់ព័ន្ធជាមួយនឹងជាតិឈើយ៉ាងឈើយីនជាតិភ្លើងយ៉ាងភ្លើងយីនដីយ៉ាងនិងដីយីនពីព្រោះជាទូទៅនៅក្នុងស្រុកខ្មែរយើងគឺច្រើនគិតរឿងបញ្ហាឆ្នាំប៉ុន្តែអ្វីដែលខ្ញុំលើកឡើងនេះគឺយើងនិយាយអំពីជាតិផ្ទាល់ខ្លួនបានន័យថាដើម្បីបង្កើតជាតិផ្ទាល់ខ្លួនបានគឺត្រូវការមាន3ចំណុចទី1គឺឆ្នាំខែនិងថ្ងៃហើយសម្រាប់ដើម្បីឲ្យសុក្រិតយើងមានម៉ោងកើតទៅទៀតតែបើសិនជាយើងអត់ចាំម៉ោងកើតទេយើងអាចរកធាតុរបស់យើងបានរករាសីផ្ទាល់ខ្លួនរបស់យើងបានគឺមានថ្ងៃមានខែមានឆ្នាំហើយរាសីផ្ទាល់ខ្លួននេះគឺស្ថិតនៅកន្លែងតួថ្ងៃរបស់យើងគឺនៅរាសីខាងលើគេហៅថារាសីមេឃអញ្ចឹងឧទាហរណ៍ដូចជាមនុស្សយើងអញ្ចឹងមនុស្សយើងគឺមានក្បាលមានខ្លួនមានដៃមានជើងមានគ្រឿងក្នុងបានអាចទៅជាមនុស្សបានអញ្ចឹងបើសិនជាយើងវិភាគតែក្បាលយើងអត់មានវិភាគទាំងខ្លួនទាំងដៃជើងទាំងរាងកាយយើងទាំងមូលអាហ្នឹងគឺវាក៏មិនបាន100%ដែរអញ្ចឹងដូចគ្នាបើសិនជាក្នុងករណីយើងពិនិត្យតែតួឆ្នាំថាឆ្នាំជូតឆ្នាំមមីឆ្នាំថោះឆ្នាំឆ្លូវមានបញ្ហាអញ្ចឹងអាហ្នឹងបានតែមួយផ្នែកទេតែបើសិនជាយើងចង់ឲ្យវាសុក្រិតហើយត្រឹមត្រូវគឺយើងត្រូវតែរករាសីប្រចាំខ្លួនរបស់បុគ្គលនោះសិនអញ្ចឹងខ្ញុំបានធ្វើវីដេអូបាន6មកហើយពាក់ព័ន្ធជាមួយនឹងរាសីធាតុឈើមានទាំងឈើយីនឈើយ៉ាងធាតុភ្លើងមានទាំងភ្លើងយីនភ្លើងយ៉ាងធាតុដីមានទាំងដីយ៉ាងដីយីនអញ្ចឹងឥឡូវនៅក្នុងវីដេអូនេះគឺតាមពិតយើងត្រូវធ្វើអំពីមាសយ៉ាងប៉ុន្តែដើម្បីឲ្យបងប្អូនយល់គឺខ្ញុំបញ្យល់ពីបញ្ហាហ្នឹងសិនថាអ្វីទៅដែលជាមាសយ៉ាងហើយអ្វីទៅដែលគឺជាជាតិផ្ទាល់ខ្លួនរបស់យើងបាទនេះគឺជាមាសយ៉ាងបាទមាសយ៉ាងគឺចំណុចវិជ្ជមានរបស់គាត់គឺជាមនុស្សដែលខ្លាំងមនុស្សដែលមានភាពកក់ក្ដៅស្មោះត្រង់មានចិត្តល្អហើយក្លាហានរឹងមាំជាអ្នកដឹកនាំសម្រាប់ចិត្តលឿនហើយការងាររបស់គាត់គឺគិតតែរឿងត្រឹមត្រូវនិងវិន័យគឺគាត់ខ្លាំងណាស់ខាងវិន័យគឺហ្មត់ចត់បំផុតហើយសម្រាប់ភាពអវិជ្ជមានរបស់គាត់គឺមានគេហៅថាมันងាយនៅក្នុងការបត់បែនគាត់ហ្នឹងវារឹងពេករឹងប៉ឹងពេករឹងមាំពេកវិន័យពេកមានទម្លាប់ត្រូវការតែរបស់ដែលត្រឹមត្រូវរបស់ដែលសុក្រិតចឹងហើយគឺជាចំណុចខ្សោយរបស់គាត់គឺគាត់អត់បត់បែនទេចឹងគាត់អាចទៅជាអ្នកដែលធ្វើការនៅក្នុងផ្នែកជាអ្នកដឹកនាំជាទាហានជាអ្នកដែលមានវិន័យអញ្ចឹងគឺបើសិនជាគាត់ជាធ្វើការខាងទាហានគឺគាត់ប្រើវិន័យហើយនឹងប្រើគេហៅថាកំហិតខ្លាំងណាហើយបើសិនជាគាត់ជាគ្រូបង្រៀនក៏គាត់មានវិន័យក្រមខ្លាំងដែរហើយអានេះគឺជាគេហៅថាធាតុពិតរបស់មនុស្សដែលមានធាតុយ៉ាងមាសយ៉ាងបាទអញ្ចឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺដើម្បីរកធាតុផ្ទាល់ខ្លួនយើងបានមិនមែនតែមើលនៅក្នុងតួឆ្នាំទេគឺមើលនៅក្នុងតួថ្ងៃហើយតួថ្ងៃគឺយើងពិនិត្យមើលទៅខាងលើអញ្ចឹងនៅពេលដែលបងប្អូនមាន3ចំណុចគឺមានថ្ងៃមានខែមានឆ្នាំគឺបងប្អូនរកតួខ្លួនរបស់យើងបានហើយតែបើសិនជាបងមានម៉ោងមួយទៀតអាហ្នឹងគឺបងអាចរកឃើញ100%ដោយសារនៅក្នុងក្បួនផ្កាជើនេះគឺតួឆ្នាំគេតំណាងឲ្យដូចក្បាលយើងចឹងគឺបានន័យថានៅពេលដែលមនុស្សយើងគេងទៅវាមានក្បាលហើយតួខែហ្នឹងគឺដូចជាដៃបាទហើយសម្រាប់តួថ្ងៃហ្នឹងដូចជាខ្លួនហើយនៅក្នុងខ្លួនហ្នឹងមានគ្រឿងក្នុងមានសួតមានបេះដូងមានពោះវៀនមានថ្លើមមានលំពែងម៉ាត់អីចឹងទៅបាទហើយសម្រាប់នៅតួម៉ោងហ្នឹងគឺគេនិយាយពីជើងអានោះបើគេនិយាយពីសុខភាពបាទតែនៅក្នុងពេលនេះគឺខ្ញុំអត់ចង់និយាយអ្វីទេខ្ញុំចង់និយាយអំពីគេហៅថារាសីរបស់យើងសិនហើយវីដេអូក្រោយខ្ញុំនឹងធ្វើតើអ្នកដែលកើតរាសីមាសយ៉ាងហ្នឹងតើគាត់មានបញ្ហាអ្វីកើតឡើងខ្លះនៅពេលដែលគាត់ជួបជាមួយនឹងឆ្នាំមមីភ្លើងខាងលើភ្លើងខាងក្រោមខាងលើគេហៅភ្លើងយ៉ាងខាងក្រោមគេហៅថាមមីហ្នឹងគឺភ្លើងយ៉ាងដែរអញ្ចឹងនៅពេលដែលគាត់ជួបភ្លើងខាងលើភ្លើងខាងក្រោមហ្នឹងតើមាសយ៉ាងយើងនេះដែលជាមនុស្សដែលរឹងមាំនេះមនុស្សដែលខ្លាំងក្លានេះមនុស្សដែលមានវិន័យនេះមនុស្សដែលគេហៅថាដាច់អហង្ការហ្នឹង
តើគាត់នឹងមានអ្វីកើតឡើងខ្លះនៅក្នុងឆ្នាំ2026បាទសូមអរគុណ